គ្នានេះខ្ញុំឈ្មោះគីរ៉ាតាអាយុ6ឆ្នាំរៀនថ្នាក់ទី1នៅសាលាអន្តរជាតិអន្តរយោថ្ងៃនេះខ្ញុំសូមមកបកស្រាយអំពីផលប៉ះពាល់នៃការមើលទូរទស្សន៍ក្រោយពីហាត់មួយពីការងារមានមនុស្សជាច្រើនចំណាយពេលទំនេររបស់ពួកគេទៅមើលទូរទស្សន៍ពួកគេចំណាយពេលជាច្រើនដើម្បីមើលកម្មវិធីដែលពួកគេចូលចិត្តប៉ុន្តែតើអ្នកដឹងទេថាការមើលទូរទស្សន៍ច្រើនអាចប៉ះពាល់សុខភាពឬទេការមើលទូរទស្សន៍ពិតជាមានប្រយោជន៍មួយចំនួនដែលយើងមើលសមរម្យប៉ុន្តែបើយើងមើលច្រើនហេតុនឹងកម្មវិធីមិនសមរម្យនឹងប្រឈមមុខដូចជាទី1ការលើកទម្ងន់យើងអាចមានអាហារមិនល្អតាមផ្សារពាណិជ្ជកម្មក្នុងទូរទស្សន៍យើងអាចញ៉ាំច្រើនពេលកំពុងមើលទូរទស្សន៍បើយើងគួរតែមួយកន្លែងមិនព្រមមានចលនានឹងធ្វើឲ្យយើងធួចតែវិការមិនសមរម្យបើយើងមើលបងខ្លះដែលមើលទូរទស្សន៍ច្រើននឹងធ្វើឲ្យគាត់ឆាប់ភ័យខ្លាចខំរមួលម៉ៅទី2កូនក្មេងដែលគាត់មើលទូរទស្សន៍និងមើលកម្មវិធីនឹងសមរម្យដូចជាជក់បារីផឹកស្រានឹងធ្វើឲ្យគាត់ធ្វើតាមទី3ប៉ះពាល់ដល់ការសិក្សាបើយើងមើលច្រើនអត់ព្រមរំលឹកមេរៀននឹងធ្វើកិច្ចការសាលានឹងធ្វើឲ្យការសិក្សាយើងធ្លាក់ចុះទី4រំខានដល់ការគេងបើយើងមកមើលទូរទស្សន៍អត់ព្រមចូលគេងធ្វើឲ្យគេងមិនគ្រប់គ្រាន់ទី5